ជំរាបសួរបងប្អូនទាំងអស់គ្នានេះជារបៀបធ្វើក្រាក់សាច់គោចាអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នេះខ្ញុំទាំងអស់គ្នាជាដំបូងនេះខ្ញុំចាក់ប្រេងឆាឲ្យក្តៅសិនរួចយកខ្ទឹមសចិញ្ច្រាំយកមកកំពងឲ្យវាឈ្ងុយសិនណាបងប្អូនចាំតពីពងខ្ទឹមសបានឈ្ងុយហើយនេះខ្ញុំដាក់ម្ទេសឆ្អើរចូលចាំម្ទេសឆ្អើរនេះយកវាទៅត្រាំទឹកហើយច្រាំវាឲ្យម៉ត់មកណាបងប្អូននេះខ្ញុំយកម្ទេសឆ្អើរហ្នឹងយកមកឆារហូតតតែវាចេញពណ៌ក្រហមបានស្អាតណារួចនេះខ្ញុំដាក់ប្រហុកចិញ្ច្រាំចូលហើយនឹងស្ករត្នោតហើយនឹងប៊ីចេងរួចកូរឲ្យស្ករត្នោតរហុកហើយនឹងប៊ីចេងហ្នឹងឲ្យវារលាយសិនមកបងប្អូនយើងវែកយើងដាក់នេះកន្លែងនោះបន្តិចកន្លែងនោះបន្តិចតមកនេះខ្ញុំដាក់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហើយនឹងរមៀតចូលមករួចឆាឲ្យវាឈ្ងុយបន្តិចសិនទើបនេះខ្ញុំចាក់សាច់គោចូលហើយសាច់គោនេះខ្ញុំយកជាសាច់ស្លម្ជូរបងប្អូនសាច់ស្លម្ជូរនេះពេលដែលយើងធ្វើក្រាក់នឹងឆ្ងាញ់ណាបងប្អូនដែលចូលចិត្តពោះគោអាចដាក់ពោះគោបានណាតែនេះខ្ញុំដាក់តែសាច់ស្លម្ជូរទេតើខ្ញុំឆាបានមួយសន្ទុះឃើញថាវាចេញទឹកប្រៃមកណាអញ្ចឹងនេះខ្ញុំអត់តបន្ថែមទឹកទេនេះខ្ញុំរងាស់រហូតដល់ដាច់ទឹកប្រៃសិនទៅនេះខ្ញុំដាក់អំពិលទុំចូលហើយនឹងម្នាស់ចូលមករួចនេះខ្ញុំដាក់ទឹកចូលបន្តិចហើយរងាស់បន្តចាសាច់គោនេះវាស្វិតដែរបងប្អូនឲ្យតែប្រភេទសាច់ស្លម្ជូរគឺវាស្វិតមែនតើអញ្ចឹងខ្ញុំបន្ថែមទឹកចូលម្ដងបន្តិចហើយបងប្អូនអាសាបើកមើលផងចានេះខ្ញុំចាក់ទឹកចូលមួយលិចហើយនេះខ្ញុំរងាស់បន្តបងប្អូនហើយយើងបើកមើលបើថាមិនទាន់ផុយទេពេលនេះខ្ញុំបើកមើលឃើញថាវាមិនទាន់ផុយនេះខ្ញុំដាក់ទឹកបន្ថែមទៀតណាចាចំពោះរយៈពេលរងាស់គឺអត់កំណត់ទេវាស៊ីសងទៅលើសាច់ទេបងប្អូនកណាសាច់ស្វិតខ្លាំងយើងរងាស់យូរអញ្ចឹងទៅហើយមិញនេះខ្ញុំបន្ថែមអំបិលហើយនឹងទឹកត្រីបន្ទាប់ពីនេះខ្ញុំរងាស់បានរយៈពេលជិត2ម៉ោងបងប្អូនទៅវាផុយហើយនេះខ្ញុំក៏បានដាក់ម្ទេសខៀវធំហើយនឹងម្ទេសហាវ៉ៃចូលមកខ្ញុំដាក់ម្ទេសនឹងចូលហើយគ្របឲ្យវាឆ្អិនបន្តិចទៅតែប៉ុណ្ណឹងរួចរាល់แล้วណាបងប្អូនចាតំណមែនតែនហើយក្រាក់នេះខ្ញុំធ្វើរបៀបទឹកប៉ែបងប្អូននេះខ្ញុំអត់បានដាក់ទឹកច្រើនទេពីព្រោះដាក់ទឹកច្រើនវាអត់ឆ្ងាញ់អញ្ចឹងណាអញ្ចឹងរួចរាល់ហើយបងប្អូនអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា